បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សនិស្សិតដែលទៅនឹងចាប់ផ្ដើមប្រើប្រាស់កុំព្យូទ័រលើកដំបូងណាក៏ដូចជាកូនសិស្សរបស់លោកគ្រូផ្ទាល់អញ្ចឹងថ្ងៃហ្នឹងលោកគ្រូចេញវីដេអូមួយទៀត demo ពីរបៀបដាក់ password នៅលើ document នៅលើកិច្ចការដែលយើងធ្វើនៅលើ Word របស់យើងណាអញ្ចឹងយើងអាចដាក់ password វាបានកុំឲ្យគេបើកឯកសារយើងទៅវានៅជាប់ password វាត្រូវទាមទារ password របស់យើងបាន login ឬក៏បើកឯកសាររបស់យើងហ្នឹងបានអូខេឥឡូវកុំឲ្យខាត់ពេលទៅអនុវត្តជាមួយលោកគ្រូទាំងអស់គ្នាអូខេឥឡូវលោកគ្រូសុំបើក Word បន្តិចលោកគ្រូសុំ search បន្តិចអូខេ Word អញ្ចឹងលោកគ្រូបើក select កិច្ចការថ្មីលោកគ្រូសរសេរពាក្យ hello មួយចុះ select វាដាក់វានៅកណ្ដាលពង្រីកវាបន្តិចអូខេដាក់ពណ៌វាមួយអូខេឥឡូវកិច្ចការរបស់លោកគ្រូចង់សេតែ hello មួយនឹងទេហើយឥឡូវចេះលោកគ្រូសុំថែមមួយពាក្យទៀត hi មួយទៀតចុះ block hi អក្សរធំជាដំណងទៅតែនេះយើងចង់ដូរពណ៌វាមកដាក់ពណ៌បៃតងអូខេអញ្ចឹងឥឡូវលោកគ្រូ save ណា save file មួយហ្នឹងរួចលោកគ្រូដាក់ password នៅលើ document របស់យើងមួយហ្នឹងអញ្ចឹងដើម្បីដាក់ password បានគឺយើងធ្វើកិច្ចការរបស់យើងរួចរាល់សរសេរឯកសាររៀបចំឯកសារអីរួចស្អាតអស់រួចយើងចង់ save file ហ្នឹងទុករួចយើងចង់ដាក់ password លើវាដើម្បីកុំឲ្យអ្នកដទៃគេមកបើកកុំព្យូទ័រយើងទៅឬក៏គេចង់លួចឯកសារយើងទៅវានៅជាប់ password អញ្ចឹងដើម្បីដាក់ password បានគឺយើងត្រូវចុចកន្លែង file រួចយើងចុច save as ធម្មតាអញ្ចឹង name រើសទីតាំងវាសិនលោកគ្រូប្រើទុកទៅលើ desktop អញ្ចឹង name លោកគ្រូយក hello ហ្នឹងហើយលោកគ្រូអត់ចង់ផ្លាស់ប្ដូរ name ទេអញ្ចឹងលោកគ្រូទុកនៅលើ desktop ជាប់មាត់អធិស្ឋានទុកនៅលើ desktop អញ្ចឹងដើម្បីដាក់ password បានយើងមកមើលខាងឆ្វេងដៃជាប់នឹងពាក្យជាប់នឹងប៊ូតុង save ណាឃើញពាក្យថា tool អញ្ចឹងយើងចុចសញ្ញាព្រួញចុះក្រោមហ្នឹងមកចុចលើវាទៅយើងយកពាក្យថា general option នេះ general option ហ្នឹងមកចុចលើវាមកនៅពេលនោះវានឹង load ផ្ទាំងឲ្យយើងដាក់ password អញ្ចឹងយើងចង់ដាក់អីដាក់ទៅអញ្ចឹងលោកគ្រូសុំដាក់ password លោកគ្រូដាក់ password តាមមួយខ្ទង់ទេអញ្ចឹងបើយើងដាក់លើនេះបានន័យថាពេលដែលយើងបើក Word ហ្នឹងមកវាឲ្យយើងវាស់ password តែបើសិនជាយើងចង់ដាក់ក្រោមមួយទៀតបានន័យថាយើងដាក់ password លើរួច password មួយទៀតបានថា password ពីរតង់ឥឡូវលោកគ្រូដាក់ password ពីរតង់សិនរួចលោកគ្រូចុច save ចុច OK ចុចប៊ូតុង OK មកអញ្ចឹងវាទាមទារយើង confirm password អញ្ចឹង password ទៅនឹងគឺ password ដែលយើងដាក់អាពីរនេះឯងអញ្ចឹងលោកគ្រូសុំដាក់ password រួចចុច OK មួយទៀតអញ្ចឹងឃើញវា load ពីរតង់ណាអូខេនៅពេលនោះបានអញ្ចឹងយើងចុច save ធម្មតានៅពេលដែលយើងដាក់ password នោះយើងចុច save ធម្មតាអូខេអញ្ចឹងលោកគ្រូសុំបិទ document នឹងចោលគ្រូសុំបិទឲ្យលោកគ្រូមកបើកនៅលើ desktop របស់យើងដែលលោកគ្រូ save hello មិញហ្នឹងអញ្ចឹងលោកគ្រូចុចបើកមកស្ដាំលើវាយកពាក្យថា open អូខេនៅពេលនោះវានឹង load ផ្ទាំងឲ្យយើងវាយ password សិនអញ្ចឹងមិញលោកគ្រូដាក់ password តែមួយទេគ្រូចុច OK អញ្ចឹងឃើញវាមកមួយតង់ទេបានន័យថាយើងដាក់ password ពីរតង់អូខេមួយទៀតបានវាទៅដល់ឯកសាររបស់យើងអញ្ចឹងយើងអាចកែសម្រួលអីបានធម្មតាឥឡូវលោកគ្រូលុបចោលលោកគ្រូសេលោកគ្រូសរសេរឥឡូវចេះវិញលោកគ្រូសង copy អក្សរខ្មែរដាក់ទៅវិញ
សារលោកគ្រូខ្ជិលសរសេរ copy ផាសបណ្ដោយទៅលឿនអញ្ចឹងលោកគ្រូសុំ copy អក្សរខ្មែរកុំឲ្យដល់ពេលខ្លះយើងសរសេរបានតែអង់គ្លេសអញ្ចឹងណាអញ្ចឹងឥឡូវអញ្ចេះនេះមកសំណុំទៅអញ្ចេះតែមានខ្មែរមានអង់គ្លេសមាននិមិត្តសញ្ញាមានលេខមានអីចឹងទៅអូខេលោកគ្រូសុំបរួមទេសារវាច្រើនទំព័របង្រួមវាបង្រួមមានសល់តែឥឡូវ2ទំព័រចុះ2 page នៅយ៉ារាកាយកៀងមកចាំបន្តិចកៀងអូខេចូល home យើងវិញ select ឲ្យវានៅ2ទំព័រអូខេឥឡូវ2ទំព័រហើយធ្វើអានេះមកទៀតមកអូខេឥឡូវ2ទំព័រអញ្ចឹងលោកគ្រូចុច save សាមីយើងគ្រាន់តែចុចកន្លែង file នេះយកពាក្យថា save ក៏បានឬក៏យើងចុច control S ដែលមាននៅលើ keyboard របស់យើងណា shortcut ណាហ្នឹងគេប្រើលក្ខណៈប្រភេទ shortcut control អក្សរ S វាស្មើនឹង save ដូចគ្នាអូខេឥឡូវលោកគ្រូសុំបិទចោលរួចលោកគ្រូសុំបើកសារថ្មីនៅពេលនោះវានឹងឃើញកិច្ចការយើងថ្មីតែវានៅជាប់ password ដដែលទេណាអូខេ password ពីរតង់ឃើញនេះថ្មីអញ្ចឹងអក្សរខ្មែរក៏យើងអាចដាក់ password បានលេខក៏ដាក់ password បានមួយទៀតឥឡូវលោកគ្រូចង់ដូរ password ចេញបានថាដូរ password ដាក់តែម្ដងវិញអញ្ចឹងយើងចូលទៅកន្លែង file យើងចូលពាក្យថា save as មករួចរើសទីតាំងដូចមុនអញ្ចឹងនៅលើ desktop ដដែលហើយយើងមកកន្លែង tool នឹងដដែលមកចូល general option ដដែលទៅលុបអា password ទី2ចោលអូខេចុចអូខេចុច save លោកគ្រូសម្បត្តិអញ្ចឹងយើងបើកសាមីមកវាជាប់ password តែម្ដងឯងអូខេអញ្ចឹង enter ឃើញទេវាជាប់ password តែម្ដងវិញអញ្ចឹងមានន័យថាយើងដាក់ password តែម្ដងមួយវិញទៀតបើសិនជាយើងចង់លុប password ចោលតែម្ដងបើន័យថា document មួយហ្នឹងយើងចង់ឈប់ដាក់ password ទេយើងឲ្យវាទៅជាប្រភេទ document ធម្មតាបើកដល់បណ្ដោយអញ្ចឹងយើងចូលកន្លែង file ហ្នឹងមកចូលកន្លែង save as ដូចមុនទីតាំងដដែលបើថាឯកសារយើងនៅលើហ្នឹងយើងមិនបាច់ផ្លាស់ប្ដូរវាក៏បានដែរយើងចូលទៅកន្លែង tool ហ្នឹងមកកន្លែង tool general option លុប password មួយនឹងចោលទៀតអូខេរួចយើងចុចអូខេចុច save ធម្មតាបិទចោលលោកគ្រូសុំបើកសាមីអញ្ចឹងពេលនោះវាលែងជាប់ password ហើយអូខេឃើញទេបើកដល់ word របស់យើងវិញដល់ស្លឹកកិច្ចការរបស់យើងវិញអូខេអរគុណច្រើនអញ្ចឹងវីដេអូមួយហ្នឹងលោកគ្រូចង់ demo តែប៉ុណ្្នឹងឯងគ្រាន់តែចង់ demo ពីរបៀបដាក់ password នៅលើ document ឬស្លឹកកិច្ចការរបស់យើងដែលជាប្រភេទ Word ដើម្បីកុំឲ្យអ្នកដទៃគេមកបើកកិច្ចការមួយហ្នឹងទៅលួចឯកសារឬក៏លួចទិន្នន័យរបស់យើងបានអញ្ចឹងយើងត្រូវដាក់ password ការពារបើគិតថា document របស់យើងវាមានសារៈសំខាន់វាមានឯកសារសំខាន់ក្នុងហ្នឹងវាមានទិន្នន័យសំខាន់ក្នុងហ្នឹងយើងគួរតែប្រើប្រាស់ password ទៅវាល្អជាចុងក្រោយលោកគ្រូសំខាន់តែភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជាកូនសិស្សណានៅពេលដែលលោកគ្រូនិយាយធ្វើវីដេអូ demo ទៅនិយាយទៅលើសលួសខ្វះខាតចំណុចណាមួយសំខាន់តែភ័យទោសទាំងអស់គ្នាអូខេជួបគ្នានៅវីដេអូក្រោយទៀត